ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការបង្កើត slide presentation នៅក្នុង Gamma អញ្ចឹងដើម្បីបង្កើត slide presentation ហ្នឹងខ្ញុំចូលក្នុង website Gamma ហើយតមកខ្ញុំ click លើពាក្យ create new ហើយនៅក្នុងហ្នឹងវាមាន3ប្រភេទគឺ paste in text generate ហើយនិង import file or URL អញ្ចឹងយើងជ្រើសរើសយកពាក្យ generate ហើយនៅក្នុង generate ហ្នឹងមាន4ប្រភេទដែរគឺ presentation web page document និង social អញ្ចឹងយើងជ្រើសរើសយក presentation ហើយបន្ទាប់មកយើង set topic ដែលយើងចង់បង្កើតអញ្ចឹងឧទាហរណ៍នេះគឺជា topic របស់យើងហើយបន្ទាប់មកយើងចុចយកពាក្យ generate outline ហើយបន្ទាប់មកទៀតយើងអាច edit text នៅក្នុងហ្នឹងឬក៏ delete slide នៅក្នុងហ្នឹងបានយើងអមមកក្រោមទៀតយើងអាច custom theme របស់ slide ហ្នឹងហើយនៅកន្លែង image graph នេះយើងជ្រើសរើសពាក្យ web image ហើយបន្តមកទៀតយើងចុចលើពាក្យ generate នេះគឺជា slide presentation ដែលបានបង្កើតដោយ Gamma បន្តមកទៀតយើងចុចលើ Present ជាការស្រេចអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់